ជម្រាបសួរអ្នកទាំងគ្នាថ្ងៃនេះសូមជើញតាមដានរឿងឆិនឆាងសង្ឃភាគទី5បន្តទៀតហើយបើសិនជាបងប្អូនទាំងគ្នាគិតថារឿងនេះល្អមើលសូមខមមិនពាក្យថាល្អមើលព្រមទាំងជួយចុច like subscribe បើកសញ្ញារូបកណ្ដឹងឲ្យ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តមុននឹងចាប់ផ្ដើមចូលទៅដល់ការសង្ខេបសាច់រឿងយើងមកនិយាយតែតិនជាមួយនឹងទ្វីបរបស់ពួកគេជាមុនសិនគឺថាទ្វីបរបស់ពួកគេក៏ត្រូវបានបែងចែកជា3អម្បូរអម្បូរមនុស្សអម្បូរបិសាចក៏ដូចជាអម្បូរសត្វចម្លែកនៅក្នុងចំណោមអម្បូរទាំង3ហ្នឹងគឺមានតែអម្បូររបស់បិសាចនោះទេដែលខ្លាំងជាងអម្បូររបស់មនុស្សហើយនិងសត្វចម្លែកអម្បូរមនុស្សក៏បានបញ្ចុះជាមួយនឹងក្រុមរបស់អម្បូរសត្វចម្លែកជាច្រើនលើកជាច្រើនសារតាំងពីចំនួនរបស់អត្រីតៃស៊ូរហូតដល់អត្រីតៃចុងក៏ប៉ុន្តែគ្រាន់តែបង្ក្រាបពួកវាមួយរយៈពេលតែប៉ុណ្ណោះមិនមែនមានន័យថាបំផ្លាញទាំងស្រុងនោះឡើយហើយដើម្បីឲ្យកម្ចាត់ពួកវាទាំងស្រុងបានលុះត្រាតែពួកគេត្រូវធ្វើកិច្ចព្រមព្រៀងទៅលើរឿងមួយគឺថាទឹកដីនៃនគរជើក៏ត្រូវបានបែងចែកជាភាគខាងជើងហើយនិងភាគខាងត្បូងភាគខាងជើងក៏ត្រូវបានដឹកនាំទៅដោយរាជនីធានហៃហើយភាគខាងត្បូងក៏ត្រូវបានកាន់កាប់ទៅដោយរាជគ្រូដើមមានឈ្មោះថាស៊ូលីហើយដើម្បីឲ្យកម្ចាត់ពួកបិសាចនឹងបានលុះត្រាតែនគរទាំងពីរនឹងបង្រួមគ្នាខ្លាយទៅជានគរជើទៅមួយទើបពួកគេអាចសម្រេចនៅកិច្ចការកម្ចាត់ក្រុមបិសាចនឹងបានឥឡូវនេះពួកគេបានមើលឃើញពីឱកាសក្នុងការបង្រួមទ្វីបទាំងពីរនឹងបានហើយគឺតម្រូវឲ្យកូនស្រីលោកមេតបស៊ូគឺស៊ូយរងត្រូវរៀបការជាមួយនឹងកូនសិស្សរបស់រាជគ្រូដើមដែលគេមានឋានៈជារៀមច្បងម្នាក់ដែលមានឈ្មោះថាឈៀវសានជិនក៏ជាសិស្សនៃនិកាយដាវលីសានគេម្នាក់នឹងគឺជាមនុស្សដែលមានទេពកោសល្យបានដាស់យកនៅមរតករបស់ឈាមនីករាជបើតាមការវិភាគទៅពួកគេទាំងពីរនាក់សំគ្នាខ្លាំងមែនទែនម្នាក់មានឈាមនេះហើយម្នាក់ទៀតមានឈាមហង្សចឹងគឺតម្រូវឲ្យពួកគេរៀបការជាមួយនឹងគ្នាទៅឲ្យបង្រួមនៃទ្វីបទាំងពីរនឹងបានចំពោះរឿងនេះមិនត្រឹមតែឆាងសឹងនោះទេដែលត្រូវខូចចិត្តសម្បីតែທາງស៊ឺលៀវនឹងក៏ខូចចិត្តចំនួនທາງសឹងដែរខណៈពេលដែលឆាងសឹងកំពុងតែអង្គុយតំងតំហើយស៊ូយរងក៏កំពុងតែរៀបចំខ្លួនដើម្បីពិធីមង្គលការដូចគ្នាចំពោះរឿងនេះឆាងសឹងក៏ព្យាយាមនិយាយលួងខ្លួនឯងផងដែរថាដរាបណាទ្វីបទាំងពីរត្រូវបានបង្រួមហើយគឺគ្មានការកាត់សម្លាប់គ្នានឹងគឺជារឿងល្អបំផុតព្រោះថាគោលដៅរបស់គេគឺគ្រាន់តែចង់ផ្លាស់ប្ដូរវាសនារបស់ខ្លួនឯងតែប៉ុណ្ណោះគេមិនមានបំណងធំតាក់ទិនជាមួយនឹងស៊ូយរងនោះទេក៏ប៉ុន្តែគិតចុះគិតឡើងទៅគេចេះតែមានអារម្មណ៍ថាអត់ស្រួលទាល់តែសោះចឹងឃើញនាងដោយផ្ទាល់ភ្នែកព្រោះថាមនុស្សចេតនាដែលពួកគេទាំងពីរបដោះនោះគឺពិតជាធំធេងពេកហើយមិនអាចបំភ្លេចបានងាយទេខ្សែរឿងកាត់មកកាន់វិមានវើយ៉ាងឯនេះវិញគឺថាពួកគេរៀបចំកម្មវិធីធំដុំខ្លាំងមែនទែនខណៈពេលដែលមនុស្សគ្រប់គ្នាក៏នាំគ្នាសប្បាយចិត្តហើយដរាបណាទ្វីបទាំងពីរអាចបង្រួមគ្នាបាននោះមិនថាទាំងជីវិតរស់នៅប្រចាំថ្ងៃអាជីវកម្មឬមួយក៏ជាអ្វីនោះទេគឺកាន់តែងាយស្រួលជាងមុនទៅទៀតពេលនេះយើងក៏បានឃើញវត្តមានរបស់ព្រះអង្គម្ចាស់ម្នាក់តែត្រូវបានគេស្គាល់ថាជាព្រះអង្គម្ចាស់ឆិនលាវគាត់ក៏មកធ្វើជាសាក្សីក្នុងកម្មវិធីមួយនេះដូចគ្នាផងដែរមិនត្រឹមតែប៉ុណ្ណោះសូម្បីតែលោកអាចារ្យមើលលីសាគាត់ក៏ចូលរួមដូចគ្នាមើលតែគេសិតសឹងតែជាអ្នកដែលល្បីល្បាញដែលនេះចាត់ទុកថាជាឱកាសដ៏កម្រខ្លាំងមែនទែនທາງស៊ឺលៀវនេះវិញក៏កំពុងតែជ្រួលច្បល់តែតាន់ជាមួយនឹងឆិនឆាងសឹងស្មើនឹងហើយគេមិនទាន់ឃើញគេបង្ហាញខ្លួនទៀតបន្តមកមនុស្សនៃប៉ាដាវលីសានគាត់ក៏បានធ្វើដំណើរមកដល់ព្រមជាមួយនឹងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរការបង្ហាញខ្លួនរបស់ពួកគេពិតជាសាហាវខ្លាំងណាស់ជាសិតតែកំពីហោះដែលពួកគេធ្វើដំណើរមកជាមួយនឹងលោកប្រតិចាម្នាក់ដែលជាអ្នកដឹកនាំព្រមជាមួយនឹងសិស្សកម្ពុជាទាំង4នាក់ថែមទៀតផងតែប៉ុន្តែសិស្សកម្ពុជារបស់ពួកគេគឺមានចំនួន5នាក់ក៏ប៉ុន្តែដបម្នាក់ចាញ់ព្រោះថាម្នាក់នោះក៏ត្រូវទៅរៀបការជាមួយនឹងស៊ូចរងនឹងឯងគេគឺជាជាសានជីនដែលយើងបាននិយាយតាំងពីដើមវីដេអូលោកប្រតិចាដែលជាអ្នកដឹកនាំនឹងគាត់មានឈ្មោះថាសៀវសុងកុងចំពោះសັບផ្សេងទៀតដែលមានសូមអធិស្ឋានតនបង្ហាញទេព្រោះថាបបាក់ translate ពេកហើយមូលហេតុដែលសានជីនអត់បានមកជាមួយនឹងពួកគេដោយសារតែគេជាប់ដៃប្រយុទ្ធនៅភាគខាងជើងពេលនេះលបងທາງ36នឹងគាត់យល់ច្បាស់ហើយថាមូលហេតុអ្វីបានជាពួកគេតែងតែជំទាស់ជាមួយនឹងឆាងសឹងរហូតចឹងគណៈពេលនេះឆាងសឹងក៏បានចូលរួមក្នុងកម្មវិធីមួយនឹងផងដែរជាមួយនឹងសិស្សរបស់គេសម្លៀកបំពាក់ថ្មីរូបរាងសង្ហាជាងមុនទ្វេដងវាក៏ជាសម្លៀកបំពាក់ពិសេសដែលសិស្សរបស់គេបានរៀបចំឲ្យពួកគេមានការស្ញប់ស្ញែងចំពោះការរៀបចំកម្មវិធីធំដុំមួយនេះខ្លាំងមែនទែនគណៈពេលនោះស្រាប់តែមានអ្នកបម្រើម្នាក់មកប្រាប់ទៅកាន់លោកថាឥឡូវនេះព្រះនាងភិនគូគឺមានរឿងសំខាន់ដែលចង់ពិភាក្សាជាមួយនឹងនាងដំបូងឡើយគឺថានាងបដិសេធទៅតែឆាងសឹងក៏ព្យាយាមឲ្យនាងទៅក្រែងលោមានរឿងសំខាន់ឆាងសឹងអត់ទាន់បានឈានជើងចូលទៅខាងក្នុងផងស្រាប់តែនាងម៉ូយូគាត់បានបង្ហាញខ្លួនបាត់ហើយប្រាប់ទៅកាន់ឆាងសឹងឲ្យត្រឡប់ទៅវិញទៅព្រោះថាក្នុងកម្មវិធីយប់នេះគឺវាតាក់ទិនជាមួយនឹងអនាគតមនុស្សនៅទ្វីបខាងជើងនិងភាគខាងត្បូងពេលនេះឆាងសឹងក៏ព្យាយាមបកស្រាយប្រាប់នាងផងដែរថាគេគ្មានបំណងធ្វើអ្វីប្តីប្រាស់នោះទេក៏ប៉ុន្តែចំណានាងក៏មិនស្ដាប់ហេតុផលរបស់ឆាងសឹងនោះដែរសំខាន់ឲ្យតែគេចេញទៅឆ្ងាយហើយដោយសារតែឆាងសឹងរឹងរូសនាងក៏ប្រើប្រាស់នៅសតុបផ្កាឈូកដែលជាក្បួននៃការបង្កើតមួយខុំឆាងសឹងនៅទីកន្លែងមួយបាត់ហើយចំពោះ Pinger ដែលយើងធ្លាប់បានស្គាល់កាលពីលើកមុនតែប៉ុន្តែអត្តសញ្ញាណរបស់នាងក៏ជាព្រះនាងម្នាក់ដែរដែលមានឈ្មោះថា Pinku ដែលនាងហៅលោកមកនៅក្នុងគណៈពេលនេះគឺគ្រាន់តែចង់ឲ្យនាងចេញឆ្ងាយពីគ្រូរបស់នាងតែប៉ុណ្ណោះលោកបានដឹងហើយថាពួកគេមានបំណងចង់ធ្វើបាបគ្រូរបស់នាងហើយម្យ៉ាងវិញទៀតនាងនៅក្នុងបន្ទប់មួយនេះត្រូវបានបិទត្រាជាប់ហើយយើងមើលពីអាចកបាំងរបស់នាង Pinku នឹងផងដែរតែប៉ុន្តែនាងក៏មានចិត្តស្រឡាញ់ជាសៅជីនដែលគេកំពុងតែរៀបចំឲ្យរៀបការជាមួយនឹងស៊ូយរងនេះឯងក៏ប៉ុន្តែចឹងហ្នឹងនាងគឺមិនខ្វល់ទេដើម្បីមនុស្សជាតិក៏នាងស៊ូលះបង់គេគណៈពេលហ្នឹងលោកទ្រាំបាននោះទេស្ទើរតែផ្ទុះអាវុធទៅហើយតែយល់ទៅអំណាចគ្រួសារប៉ៃរបស់លោកហ្នឹងក៏មិនធម្មតាដូចគ្នានៅក្នុងខ្សែរាជវង្សចឹងហើយនាងក៏ប្រចង់ធ្វើបាបខ្លួនឯងគំរាមថាបើសិនជានាងកាត់អីនោះនាង Pinku ម្នាក់ហ្នឹងក៏មានបញ្ហាដូចគ្នា
គ្នាផងដែរកន្លែងមើលឆាងសឹងនេះវិញក៏ត្រូវបានមកយូខុំគេនៅក្នុងក្បួននៃការបង្កើតមួយបាត់ទៅហើយតាមពិតទៅនាងត្រូវសម្រាប់គេចោលបាត់ហើយក៏ប៉ុន្តែគុំតែស៊ូចរងសរសេរលិខិតធានាជីវិតរបស់ឆាងសឹងទេមកមើលខាងក្នុងវាមានវ៉ឺយ៉ាងនេះបន្តិចសិនគឺថាពួកគេទាំងអស់គ្នាក៏កំពុងតែផឹកស៊ីសវាយហូបកជ្រៀងស្របពេលដែលឆាងសឹងកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ម្នាក់ឯងឆាងសឹងក៏ងើយឆ្ងល់ចំពោះខ្លួនឯងដែរចុះហេតុអីក៏មនុស្សគ្រប់គ្នាតែងតែបដិសេធគេហើយមើលមកខ្លួនដូចជាមនុស្សចម្លែកចឹងតែគេក៏គិតផងដែរថាបើសិនជាគេអាចទៅដល់មុនកម្មវិធីបញ្ចប់ប្រហែលជាអាចនឹងធ្វើអ្វីមួយបានខ្លះដើម្បីបញ្ឈប់នៅទំនាក់ទំនងរបស់ពួកគេទាំងពីរខណៈពេលនេះឆាងសឹងបានមើលជុំវិញនឹងឃើញនៅដើមឈើមួយដើមព្រមជាមួយនឹងអ្វីដែលនៅក្បែរនោះក៏ស្គាល់ហើយថាតាមពិតទៅនេះគឺជាក្បួននៃការបង្កើតឈ្មោះថាតង់កុងក្បួនមួយនេះអត្រិតៃចុងដែលបានឃុំឃាំងអត្រិតៃស៊ូកាពីលើកមុនកំឡុងពេលដែលគាត់ធ្វើសង្គ្រាមចាញ់ចំពោះអ្នកផលិតក្បួនតង់កុងនេះឡើងគឺជាមនុស្សម្នាក់ដែលមានឈ្មោះថាវងជូស៊ឺម្នាក់ដែលមានឈ្មោះថាវងជូស៊ឺនឹងក៏មានទំនាក់ទំនងក្នុងការបំបែកនៅវាសនារបស់ឆាងសឹងផងដែរបើយោងទៅតាមដើមឈើដ៏ធំនៅក្បែរឆាងសឹងនេះក៏ទំនងជាដើមឈើដែលត្រូវបានលោកប្រតិចារមើលលីសាក៏គឺជាអ្នកដាំចំពោះភីងគូនេះវិញក៏អនុញ្ញាតដោះលែងលូលូឲ្យចេញទៅខាងក្រៅតែក៏ប្រាប់ផងដែរថាចូលរួមសុខស្ដាយផងឆាងសឹងក៏ប្រហែលជាខកខានក្នុងការចូលរួមពិធីជប់លៀងនេះហើយព្រោះគេកំពុងតែស្ថិតនៅក្នុងក្បួននៃការបង្កើតមួយតែលូលូបានប្រាប់ទៅវិញថាទោះបីជាក្បួននៃការបង្កើតនោះថ្នាក់មេក៏ដោយក៏នៅតែគ្រូរបស់នាងអាចបំបែកបានចឹងចាំទៅមើលទៅកន្លែងមើលឆាងសឹងដដែលពេលនេះគេកំពុងតែរកវិធីក្នុងការដោះស្រាយនៅសម័យកាលមួយនេះហើយយើងឃើញដើមឈើដ៏ធំមួយហ្នឹងក៏ប្រហែលជាអត់ស្គាល់ថាដើមអីទេតែប៉ុន្តែដើមហ្នឹងគឺជាដើមព្រីងបើយោងទៅតាមអ្វីដែលឆាងសឹងបានសិក្សាកន្លងមកក៏ប្រហែលជាដើមព្រីងគឺជាច្រកទ្វារចេញពីក្បួននៃការបង្កើតនេះជាពំខានជាការចាប់ផ្ដើមឆាងសឹងបានរៀបក្បួនក្នុងការបើកច្រកផងដែរក៏ប៉ុន្តែបានឃើញថាវាត្រូវបានបរាជ័យមូលហេតុក៏ព្រោះដោយសារតែគេកំពុងតែឈរនេះគឺជារូបរាងកញ្ចក់ទេអញ្ចឹងគឺតម្រូវឆាងសឹងស្វែងរកនៅវិធីសាស្ត្រមួយទៀតដើម្បីដោះស្រាយនៅទីតាំងពិតប្រាកដអេដមីនសូមបើកវគ្គចប់បន្តិចការរៀបក្បួនរបស់ឆាងសឹងគឺតម្រូវមានការរៀបរាប់ច្រើនណាស់ក៏ប៉ុន្តែអេដមីនក៏សូមធ្វើការសង្ខេបវាខ្លីៗទេមូលហេតុដោយសារតែការមុនអេដមីនរៀបរាប់ច្រើនចឹងហើយបានជាជាប់ copyright ចឹងហើយក៏សូមសង្ខេបបែបខ្លីក៏ប៉ុន្តែបែបខ្លឹមគណៈពេលនេះឆាងសឹងបានដោះស្រាយនៅសម័យកាលនេះចំនួន3ដងក៏ប៉ុន្តែបានបរាជ័យក៏ប៉ុន្តែនៅលើកទី4ឆាងសឹងក៏រកឃើញពីទ្វារពិតប្រាកដហើយតែត្រូវបានគេស្គាល់ថាជាច្រកទ្វារនៃជីវិតនៅខាងក្រោមជើងរបស់ឆាងសឹងបានឃើញនៅដើមព្រីងមួយទៀតមានសភាពចម្លែកពណ៌ក្រហមឆ្អៅតែនៅពេលដែលឆាងសឹងឆ្លងកាត់នៅច្រកទ្វារនៃជីវិតនោះហើយក៏ស្រាប់តែបានឃើញឆាងសឹងផុសមកខាងក្រៅនោះទេគឺកំពុងតែស្ថិតនៅក្នុងទីតាំងមួយចម្លែកខ្លាំងមែនទែនព្រឹត្តិការណ៍មួយនេះក៏ត្រូវបានអង្គុយពិនិត្យមើលទៅដោយនារីម្នាក់យ៉ាងអាតក្បាំងនាងបានឃើញហើយថាឆាងសឹងពិតជាមនុស្សដ៏គួរចាប់អារម្មណ៍ពិតមែនតែអាចបំបែកនៅទម្រង់នៃការបង្កើតរបស់វងជឿស៊ីបានក៏ប៉ុន្តែឥឡូវនេះគាត់បានផ្លាស់ប្ដូរនៅក្បួននៃការបង្កើតរបស់គាត់ហើយគេបានឆ្លងកាត់ច្រកនៃជីវិតពិតមែនក៏ប៉ុន្តែនៅច្រកមួយទៀតដែលគេនឹងពិបាកឆ្លងកាត់ខ្លាំងណាស់ដែលនោះត្រូវបានគេស្គាល់ថាជាច្រកមរណៈចំពោះឆាងសឹងឯនេះវិញក៏នៅតែមានការងឿងឆ្ងល់ថាតើនេះនៅតែជាក្បួនតង់កងដែលគេធ្លាប់បានសិក្សាមែនឬក៏អត់ដោយនៅទីកន្លែងនេះក៏ទំនងជារីរតនសម្បត្តិរបស់នគរព្រោះថានៅទីកន្លែងនេះគឺសុទ្ធសឹងតែជាទ្រព្យសម្បត្តិយ៉ាងមហាសាលដោយនៅទីកន្លែងនោះគឺមានអ្នកការពារដ៏ខ្លាំងអស្ចារ្យម្នាក់នោះក៏ជាស្ដេចនីក្រីមួយក្បាលដោយនៅដំបូលខាងលើក្បាលរបស់នីក្រីនឹងក៏ទំនងជាផ្លូវចេញកន្លែងមើលខាងក្នុងវាមានវ៉ឺយ៉ាងនេះវិញគឺថាគណៈកម្មការចាប់ផ្ដើមឲ្យរដ្ឋាភិបាលសងកងនឹងចាប់ផ្ដើមនិយាយពាក្យចែកចៅទៅកាន់គ្រូសាស៊ូព្រមជាការផ្ដល់ជូននៅអំណោយជាបណ្ដាការដើម្បីជាតំណាងពួកគេក៏បានឲ្យសត្វក្រៀលមួយក្បាលតំណាងឲ្យភាពរីករាយក៏ដូចជាអ្នកនាំសារដ៏ជិតស្និទ្ធបំផុតតែឥឡូវនេះគ្រូសាស៊ូក៏នៅតែឆ្លើយចំនួន3សំណួរថាតើគ្រូសាស៊ូពិតជាយល់ព្រមចំពោះពិធីរៀបមង្គលការនៅមេរិកអត់បើសិនជាគ្រូសាស៊ូមិនចំទាស់នោះទេពួកគេក៏នឹងធ្វើការបោះត្រាអត្រាដើម្បីបញ្ជាក់ថាពួកគេបានភ្ជាប់ពាក្យនឹងគ្នាកម្មវិធីប្រព្រឹត្តដល់កម្រិតនឹងទៅហើយថាស្លៀកក៏ពិតជាផ្ទះសាខ្លាំងមែនទែនព្រោះឆាងសឹងថ្មនឹងអត់ទាន់មកទៀតបើសិនជាយឺតពេលក៏ប្រហែលជាកូនកុំរបស់គេធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេងមិនខានកន្លែងមួយឆាងសឹងនេះវិញបានសង្កេតមើលនៅទីកន្លែងនោះទើបដឹងហើយថាតាមពិតទៅនេះក៏ត្រូវបានគេស្គាល់ថាជាច្រកទ្វារមរណៈលោកគ្រូរបស់គេប្រាប់ហើយថាសំណាងរបស់ឆាងសឹងគឺមិនសូវមានប្រមាណនោះទេតែទៅជួបរឿងសួយរហូតហើយឥឡូវនេះវាគឺជាការពិតទៀតហើយនេះគ្រីមួយក្បាលនឹងក៏មានបំណងចង់វាយប្រហារទៅកាន់ឆាងសឹងតែគ្រានឹងឆាងសឹងបានដកនៅកំបិតនេះគ្រីទេវតាយកមកតតាំងជាមួយនឹងវាបានឃើញថាចំហាយនេះគ្រីរបស់ឆាងសឹងគឺជាស្ដេចនេះគ្រីគ្រាន់តែចំហាយព្រលឹងតិចតួចនោះទេក៏អាចបង្ក្រាបវាបានឲ្យជាប់ត្រឹងនៅមួយកន្លែងបាត់ហើយហើយនេះគឺគ្រាន់តែជាពុកមាត់មកទៅសៃរបស់នេះគ្រីទេវតានោះទេបើសិនជារូបរាងកាយពិតវិញគឺថាគ្មានអ្វីមកបៀតនោះឡើយខណៈពេលហ្នឹងនេះគ្រីមានអារម្មណ៍ថាដូចជាភ័យខ្លាចវាក៏ព្យាយាមហោះចេញតែត្រូវបានច្បាក់មួយចាប់ចងចឹងមានន័យថានេះគ្រីមួយក្បាលនោះក៏ត្រូវបានគេឃុំក្រុងដូចគ្នាខណៈពេលហ្នឹងឆាងសឹងបានរកឃើញផ្លូវចេញហើយក៏ប៉ុន្តែនៅទីកន្លែងនេះខ្ពស់ខ្លាំងណាស់ហើយដូច្នេះហើយក៏មានតែពឹងទៅលើស្ដេចនេះនឹងនោះទេជាការចាប់ផ្ដើមឆាងសឹងបាននិយាយទៅកាន់នេះគ្រីជាភាសារបស់អម្បូរសត្វនេះគ្រីតែម្ដងតែធ្វើនេះគ្រីខ្លួនវាផ្ទាល់ហ្នឹងក៏មានការភ្ញាក់ផ្អើលផងដែរហើយមិនក៏បានជាមនុស្សអាចចេះនិយាយភាសារបស់វាបានតែប៉ុន្តែឆាងសឹងចេះហ្នឹងក៏គ្រាន់តែបញ្ចេញសម្លេងតែប៉ុណ្ណោះអត់ដឹងពីអត្ថន័យពិតប្រាកដរបស់វានោះទេព្រោះថាសភៅដែលគេរៀនក្នុងគម្ពីរអច្ឆរិយៈ3000វាគឺជាគម្ពីរចុងក្រោយគេបង្អស់ហើយដែលឆាងសឹងបានរៀនហើយលោកគ្រូរបស់គេមិនបានបំពេញបង្គ្រប់នៅភាសារបស់នេះគ្រីទេប្រកាសណាបើសិនជាឆាងសឹងសុំជំនួយពីស្ដេចនេះគ្រីមួយហ្នឹងដោយទទេ
ទៅទេគឺវាមិនជួយនោះទេក៏ប៉ុន្តែឆាងសាំងបានប្រាប់ទៅថាគេក៏នឹងធ្វើដំណើរត្រឡប់មកវិញជួយគាត់វាយកំទេចនៅត្រាតុងកងរំដោះគាត់ចេញពីការគ្រប់គ្រងរបស់វងជឿស៊ីព្រមទាំងធ្វើគាត់មានសេរីភាពថែមទៀតផងស្ដាប់ឮដូច្នេះហើយនាយក្រីមួយក្បាលនឹងក៏យល់ព្រមទៅនឹងសំណើរបស់ឆាងសាំងរួចហើយក៏ឲ្យឆាងសាំងលោតឡើងទៅខាងលើសម្ដៅទៅកាន់ខ្លោងទ្វាររួចហើយវាក៏បាញ់នៅធម្មពលតកោទម្លុះឆាងសាំងចេញមកពីខាងក្រៅក្បួនតង់កងនោះបានសម្រេចផងដែរដែលតាមពិតទៅក្បួននៃការបង្កើតតង់កងមួយនេះគឺស្ថិតនៅខាងក្រោមផ្ទៃទឹករបស់នារីអាត់ក្បាំងម្នាក់នឹងតែប៉ុណ្ណោះនាងគ្រាន់តែបានឃើញឆាងសាំងអាចផុសចេញមកដូច្នេះនេះមានការភ្ញាក់ផ្អើលខ្លាំងមែនទែនកំឡុងពេលហ្នឹងអាកប្រុកមួយក្បាលនៅក្បែរនោះវាចាប់ផ្ដើមផ្អើលហើយក៏ទម្លាក់នៅថូបការមួយប៊ីសត្រូវក្បាលរបស់នាងទៅហើយឆាងសាំងក៏បញ្ញាប់មកជួយព្រមទាំងសុំទៅគាត់ថាគេគ្មានចេតនាធ្វើអញ្ចឹងនោះទេតែឥឡូវនេះគេបញ្ញាប់ខ្លាំងណាស់សុំចាក់ចេញទៅវិញដែលខ្លួនរបស់គេសុទ្ធសឹងតែជាចំហាយតកោស្ទើរតែកកបាត់ទៅហើយចំណេះដឹងរបស់ឆាងសាំងបានធ្វើគាត់មានការចាប់អារម្មណ៍ខ្លាំងមែនទែនតាមពិតទៅអ្នកស្រីម្នាក់ហ្នឹងក៏មិនមែនជាមនុស្សធម្មតាអីនោះដែរគាត់គឺជារាជិនីគាត់បាននិយាយហើយថាឆាងសាំងគឺជាមនុស្សល្អខ្លាំងណាស់បើសិនជាគេមិនដាក់តកោឈិនទេក៏ប្រហែលជាល្អជាងនឹងទៅទៀតចំពោះឆាងសាំងក៏បញ្ញារត់ទៅកាន់វិមានវើយ៉ាងខណៈពេលនេះគេកំពុងតែវង្វេងផ្លូវដឹងផ្លូវណាផ្លូវណីទេខណៈពេលដែលនៅក្នុងវិមានវើយ៉ាងឯនេះវិញលូក៏ទើបតែធ្វើដំណើរទៅដល់នោះទេហើយពួកគេក៏ចាប់ផ្ដើមបំគ្រប់នៅសំណួរទាំង3នឹងផងដែរសំណួរទាំង3បើសិនជាសរុបឲ្យខ្លីទៅគេថាតើគ្រួសារស៊ូពិតជាយល់ព្រមជាមួយនឹងពិធីរៀបមង្គលការមួយនេះដែរឬក៏អត់ប្រកាសណាគ្រួសារស៊ូគឺគ្មានអ្វីជំទាស់នោះទេព្រោះថានេះគឺជាគោលបំណងរបស់គាត់តាំងពីដើមឡើងមកហើយព្រះម្ចាស់ឈិនលាវបានឃើញថាគេពិតជាមិនជំទាស់នោះទេហើយដូច្នេះហើយគាត់ក៏យកនៅត្រាអាត្រីដើម្បីបោះនៅលើលិខិតទាំងពីរច្បាប់ដែលបញ្ជាក់ថាពួកគេទាំងពីរនាក់គឺជាគូទៅដឹងជាមួយនឹងគ្នាក៏ត្រូវជាគូរៀបការជាមួយគ្នានៅក្នុងថ្ងៃអនាគតផងដែរពេលហ្នឹងគាត់បានសួរថាតើមានអ្នកណាគេជំទាស់ដែរឬក៏អត់បើសិនជាអត់មាននោះទេគាត់ក៏នឹងបោះត្រាទៅភ្លាមក៏ប៉ុន្តែហៀបនឹងដល់កណ្ដាលទៅហើយស្រាប់តែឮសំឡេងរបស់ឆាងសាំងស្រែកឡើងថាខ្ញុំជំទាស់ដាច់ខាតទាំងរាងកាយរបស់គេក្នុងខណៈពេលនេះគឺសុទ្ធសឹងតែជាធម្មពលតកោរបស់នាយក្រីដើម្បីឲ្យកាន់តែច្បាស់ឆាងសាំងក៏នៅតែបន្តនិយាយថាខ្ញុំជាអ្នកជំទាស់ហ្នឹងហើយបងប្អូនសម្រាប់រឿងមួយនេះផងដែរអត់មានក៏សុំស្លេះវាត្រឹមប៉ុណ្ណឹងចឹងបងប្អូនតែគ្នាក៏មានតែរងចាំតាមដានទស្សនានៅក្នុងភាគទី6ទៀតតែប៉ុណ្ណោះហើយក៏អធិស្ឋានផងដែរបើសិនជាមានកំហុសខុសឆ្គងណាមួយដែលបានកើតឡើងដោយអចេតនាអេមីនក៏ត្រឡប់មកវិញជាមួយនឹងវីដេអូសម្រាប់រឿងបន្តជាមួយគ្នាបើសិនជាបងប្អូនទាំងគ្នាគិតថារឿងនៅឡមើសូមខមមិនពាក្យថាឡមើព្រមទាំងជួយចុច like subscribe បាក់សញ្ញារូបកណ្ដឹងឲ្យអេមីនម្នាក់មួយផងដើម្បីជាកម្លាំងចិត្តពីអេមីនមានប៉ាសៀវទៅគឺមានតែប៉ុណ្ណឹងនោះទេសូមជូនពរបងប្អូនទាំងគ្នាព្រមទាំងក្រុមគ្រួសារសុខភាពល្អបវររុងរឿងមានលុយចាយកាន់តែច្រើនធ្វើដំណើរប្រកបទៅដោយសុវត្ថិភាព